ពិធីសំណេះសំណាលសួរសុខទុក្ខគ្រួសារវីរៈកងទ័ព39គ្រួសារនៅស្រុកមុខកំពូលស្រុកមុខកំពូលនាព្រឹកថ្ងៃទី25ខែមករាឆ្នាំ2026លោកហុងគិរីអនុប្រធានកិត្តិយសអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុកមុខកំពូលនិងជាអភិបាលរងស្រុកព្រមទាំងលោកលីសារនីអភិបាលរងស្រុកតំណាងលោកយីយ៉ែនអភិបាលនៃគណៈអភិបាលស្រុកមុខកំពូលបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារវីរៈកងទ័ពចំនួន39គ្រួសារនៅសាលប្រជុំសាលាស្រុកមុខកំពូលខេត្តកណ្ដាលពិធីនេះមានការអញ្ជើញចូលរួមពីអធិការរងស្រុកមេបញ្ជាការកងរាជអាវុធហត្ថស្រុកតំណាងមេបញ្ជាការផ្នែកសឹករងស្រុកនាយកនិងនាយករងរដ្ឋបាលស្រុកព្រមទាំងលោកស្រីប្រធានការិយាល័យចំណុះនិងតំណាងឃុំទាំង4ក្នុងស្រុកមុខកំពូលផងដែរក្នុងឱកាសនោះលោកអភិបាលរងស្រុកបានថ្លែងអំណរគុណនិងកោតសរសើរចំពោះគ្រួសារវីរៈកងទ័ពតំណាងនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងជីវិតដើម្បីការពារបូរណភាពទឹកដីធានាសុខសន្តិភាពនិងស្ថិរភាពជូនប្រទេសជាតិមាតុភូមិជាមួយគ្នានេះដែរលោកអភិបាលរងស្រុកបាននាំយកអំណោយរបស់លោកអភិបាលស្រុកប្រគល់ជូនដល់គ្រួសារវីរៈកងទ័ពក្នុងមួយគ្រួសារទទួលបានអង្ករចំនួន25គីឡូក្រាមទឹកសុទ្ធចំនួន1កេសទឹកស៊ីអ៊ីវចំនួន1យួរទឹកត្រីចំនួន1យួរត្រីខចំនួន1យួរមីចំនួន1កេសនិងថវិកាចំនួន200,000រៀលដើម្បីជាការលើកទឹកចិត្តនិងជួយសម្រាលជីវភាពប្រចាំថ្ងៃ